អូនប្រាបងថាអូនចង់ដើរលេងចុះមានតែបញ្ហាស្អីលុយចាក់សាំងគ្រប់ពេលណាគឺអាចទៅបានឡូជម្រាបសួរសួស្តីដល់គ្នាយើងទាំងអស់គ្នានេះគឺជាវីដេអូមួយដែលខ្ញុំខានធ្វើយូរមកហើយការធ្វើនេះគឺធ្វើឡើងវិញដោយសារតែខានធ្វើយូរហ្នឹងឯងហើយនេះគឺជាដំណើរកំសាន្តមួយដែលខ្ញុំបានទៅដើរលេងជាមួយមេបាទគឺទៅលេងនៅខាងនៅខាងឡូរីហើយយើងទៅជិះឡូរីដោយសារយើងខានជីយូយើងធ្វើការរាល់ថ្ងៃយើងក៏ហត់ខ្ញុំក៏ចង់សារ៉ាដើម្បីដើរលេងខ្លះរំសាយខ្លះឲ្យវាសុបាយចិត្តចឹងទៅហើយនេះយើងបានឡើងហើយឡើងយើងត្រៀមចេញទៅដែរហើយពីការដើរលេងនេះគឺមានតែ2នាក់ហ្នឹងឯងហើយពីការថតនេះគឺទៅថតព្រៃភ្នំតែរាល់ថ្ងៃធ្វើការតាមព្រៃភ្នំហ្នឹងឯងហើយពីការជិះឡូរីនេះគឺជិះលឿនហ្មងគាត់បើកលឿនយកតែមែនទេហ្មងរោថាសឹងតែភ័យដែរព្រោះអាសាផ្លូវខ្លះលេងមកកែងពុកសឹងតែញយដែរមានអារម្មណ៍ស្រីវដែរតែគាត់ថាដោយសារតែខ្លាចមេឃភ្លៀងហើយពីការជិះហ្នឹងគឺជិះទាំងភ័យព្រួយជិះទាំងមានអារម្មណ៍ថាអូអញមិនចាំមកទេលេងផ្លូវគ្រប់នេះឃើញមុខខ្ញុំហ្នឹងលេងវាណាព្រុបមានអារម្មណ៍ខ្លាចដែរហ្នឹងហើយនៅពេលដែលវាកែងគឺយើងវាខ្លាចដែរដោយសារគាត់បើកលឿនហ្នឹងមែនទេហ្មងហើយអូយខ្ញុំមានអារម្មណ៍ថាទៅលើកនេះគាត់បើកវាបញ្ញាប់យូរលេងខ្លាចចង់បីភ្លៀងក៏ភ្លៀងទៅហើយសំខាន់នៅតែបានយើងជិះទៅឲ្យវាស្រួលចិត្តប៉ុន្តែមានណាឬមិនសូវស្រួលចិត្តទេពេលជិះម្ដងដល់ពីភើតពួរមកផ្លេតហ្នឹងហើយក៏យើងមកដល់កន្លែងនេះយើងត្រូវចោះទីចោះចតហើយយើងដើរថតរូបហើយមុនថតរូបក៏យើងដើរមើលផ្កាហើយផ្កានេះគឺផ្កាដែលទុំហើយយើងមានដៃដែរហ្នឹងមានបេះទី2 3មកយើងទុកមកបណ្ដនៅផ្ទះហើយហ្នឹងមានអ្នកដើរ review ដែរបាទគឺគាត់ហ្នឹងៀបយ៉ាយើងនាំផ្លូវយើងដើរទៅនេះទៅណោះចោលឆ្វេងស្នាមខ្ញុំដើរទៅក្រោយគេទេថតឲ្យគេទៅហើយគឺដើរហ្នឹងគឺក្តៅមែនទេមេឃក្តៅចង់បែកក្បាលហ្នឹងអាកន្លែងខ្លះត្រូវភ្លៀងជីមកភ្លៀងទៅអាកន្លែងខ្លះទៅក្តៅចង់រយះបានគាត់នេះគឺដូចខ្ញុំនិយាយចឹងគាត់ជាអ្នក review ចឹងអ្នកណែនាំគ្នាយើងដើម្បីមើលទេសភាពហើយយើងខ្ញុំថតពីលើផ្ទះមិញចុះមកក្រោមឃើញថាស្អាតមែនទេយើងមើលមកអូលយហ្មងហើយមើលទៅស្រឡះភ្នែកហើយគាត់នាំទៅទៀតហើយគឺនាំទៅកន្លែងមួយទៀតដែលមានគេបាឡូនគេហៅបាឡូនចឹងបាឡូនច្រើនហើយមានហុកមួយទៀតលយដែរបាទឃើញតែគាត់ឃើញធ្វើ style ហ្នឹងគឺនេះគឺគាត់ថតរូបសុទ្ធហ្មងដោយសារធ្លាប់ថាឲ្យទៅរដដែរថតរូបហើយខ្ញុំដើរទៅតាមក្រោយគេទេព្រោះឃើញគេដូចក្មេងតូចចឹងមើលដើរទៅមកទៅឃើញកន្លែងផ្លាច់គឺរត់ចូលខុសពីក្មេងៗមកអ្នករត់មិញទេបាទដូចទៅគ្នាធំតែមានទេមិនទាន់ធំលួនមិនទាន់ធំនេះដឹកទេហើយក៏ដើរមកស្ទុះហើយហត់ទៅវិញព្រោះសារយើងទៅផ្ទះហើយយើងជិះមកជិះអាឡូរីហ្នឹងវិញហើយដូចជាលឿនដែរទៅមកក៏លឿនទៅក៏លឿនហើយជិះទៅវិញនេះដូចទៅជិះមកអញ្ចឹងគឺពិបាកដូចគ្នាលេងអ្នកមកក៏លឿនហើយអ្នកទៅវិញក៏លឿនហើយយើងនេះចង់ដាច់ជើងដែរគាត់វាជន់យកហ្មងខ្ញុំមិនសូវបានមើលទៅភាពអីច្រើនទេព្រោះគាត់ជន់មកអស់ដៃដែរហ្នឹងហើយលឿនដូចគ្នាពេលអាលាក់ម្ដងវាថាអារម្មណ៍នេះអស់ភ័យអស់ភើតពួរមើលទៅមុខដឹងភ័យមែនព្រោះសារគាត់បើកលឿនហើយអាកន្លែងខ្លះកែងគាត់នៅអត់ទៅបើសិនជាផ្លាច់ទៅវិញទៅមិនស្បៃតែមិនអីទេគាត់ថាយើងជាអភ័យថាយើងមិនសូវបានជិះហើយដូចគ្នាយើងឃើញមុខខ្ញុំមកកន្លែងនេះខុបនិយាយថាចិត្តណាមិនអាណាទេបើគាត់សមកយើងទេតែបើថាបើកយើងជាងនឹងក៏ល្អដែរបើកលឿនពេកចឹងយើងទៅយូរទៅម្ដងវាអារម្មណ៍ដល់អត់សូវស្រួលនឹងចិត្តទេមានអារម្មណ៍ថាដល់លេងអត់សូវសុវត្ថិភាពហើយបន្ទាប់ពីយើងថតចប់ក៏យើងមកខាងក្រៅហើយខាងក្រៅក៏ជាកន្លែងដាក់ត្រីដាក់ចំណីត្រីចឹងនិយាយត្រង់ទៅខ្ញុំនៅតលេបណ្ណនេះគឺច្រើនដងហើយតែមិនដែលដឹងថាកន្លែងហ្នឹងគឺមានកន្លែងដាក់ចំណីត្រីឲ្យដឹងត្រីណាធំប៉ុណ្ណឹងលោកហើយត្រីមួយសឹងប៉ុនកំផ្លូវហើយវីដេអូនេះគឺសូមបញ្ចប់តែប៉ុណ្ណឹងវាបញ្ចប់យ៉ាងវែងហើយបាទហើយសង្ឃឹមថាគ្នាយើងមើលហើយចុច share ហើយគ្មានកន្លែងសាយទេអរគុណច្រើនជម្រាបលាបាយ Okay, let's go.